សូមរៀបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញពីរបៀបបង្កើតទៅលើវីរៈបន្ថែមដើម្បីតាមដានតំណែងរបស់យើងដែលយើងទិញពីគេណាហើយចំពោះការបង្កើតទៅលើវីរៈបន្ថែមគឺមានពិបាកទេជាដំបូងគឺយើងចូលក្នុង App Store មកហើយសម្រាប់ Android យើងចូលមកខាង Play Store មកហើយយើងវាយពាក្យថាវីរៈបន្ថែមវាយខ្មែរក៏បានវាយអង់គ្លេសក៏បានហើយវាយអង់គ្លេសតកាន់មក V E T នេះវាចេញនេះវីរៈបន្ថែម expand លើគេនេះយើងចុចលើមកវាមាន2នេះអត់គឺទេហើយមួយនេះទៅគឺវាដាក់ថាវីរៈបន្ថែម expand យើងចុច down មកអានេះយើងចង់កក់ឡានក្រុងអីក៏បានចង់តាមដានតំណែងអីក៏បានអត់មានអីពិបាកយើង down វាមកហើយយើងចាំតតែវាដើរចប់មកខ្ញុំយើងចូលនេះវាដើរចប់ហើយយើងចូលមកភាសាខ្ញុំកាន់ដៃមួយថតហ្នឹងខ្ញុំពិបាកនេះយើងចុចអមកហ្នឹងដើម្បីងាយស្រួលហើយកន្លែងនេះយើងចុចចម្លងមកហើយបើយើងអានេះគឺយើងវាយចូលលេខចាស់ទេហើយបើយើងអត់តន់បង្កើតអត់ដែរបង្កើតទេយើងចុចចោះឈ្មោះនេះចោះឈ្មោះហើយកន្លែងនេះគឺឈ្មោះយើងដាក់ឈ្មោះយើងមកឈ្មោះអីយើងដាក់ហ្នឹងមកហើយដូចខ្ញុំអីគឺវាដាក់ថាយ៉ាងតិច4ទៅអក្សរនេះយើងដាក់មកឈ្មោះយើងអីយើងដាក់ហ្នឹងមកTHIK យ៉ាងខ្ញុំដាក់នេះលេខទូរស័ព្ទដែលយើងចង់ផ្ញើអីបានណាបើយើងដាក់ខុសលេខគឺអត់បានទេអញ្ចឹងគឺលេខដែលយើងអាសាផ្ញើអីបានយើងភ្ជាប់ជាមួយនឹងលេខហ្នឹងមកដើម្បីស្រួលតាមដានទោះបីយើងអត់មានជាមួយនឹងវិក័យបានហ្នឹងក៏យើងអាចដឹងដែរអីបានយើងមានគេផ្ញើមកឬអត់ដែរអញ្ចឹងគឺយើងដាក់លេខយើងមកកន្លែងហ្នឹងគឺយើងដាក់0យើងលេខ0មកយើងដាក់ប៉ុណ្ណឹងមក11 31 03ដើមលេខ6នេះគឺលេខខ្ញុំប្រើហើយជាមួយ mail ហើយជាមួយនឹងពាក្យសម្ងាត់អានេះពាក្យសម្ងាត់នេះពាក្យសម្ងាត់ដើម្បីយើងចូលណាយើងដាក់ពាក្យសម្ងាត់ហ្នឹងហើយកន្លែងហ្នឹងគឺយើងដាក់ mail មក mail ហ្នឹងពុកម៉ែបងប្អូនមាន mail ពុកម៉ែបងប្អូនប្រើ mail ពុកម៉ែបងប្អូនមកបើថាអត់មានដូចជាកន្លែងហ្នឹងគេឲ្យអំឡងអត់ប៉ុន្តែបើយើងមានដាក់ mail យើងមកដូច mail ខ្ញុំដាក់ mail ខ្ញុំកន្លែងនេះខ្ញុំថតដៃមួយចឹងខ្ញុំពិបាក5ទេកន្លែងហ្នឹងយើងដាក់ Gmail យើងដែលយើងប្រើ Gmail កុំដាក់ដូចខ្ញុំអានេះ Gmail បងប្អូនប្រើតបងប្អូនយើងដាក់កន្លែងហ្នឹងមកភាសាខ្ញុំដៃមួយយ៉ាងពិបាក5ទេចុចវល់ខុសតែថាយើងមើល G A M Iគេដាក់ Gmail យើងចូលមកហើយកន្លែងនេះពាក្យសម្ងាត់នេះមិនពាក្យសម្ងាត់ Gmail ទេពាក្យសម្ងាត់យើងណាគឺយើងដាក់ពាក្យសម្ងាត់ដែលយើងចង់ដាក់មកចឹងកន្លែងហ្នឹងគឺខ្ញុំអាចបិទបាំងហើយយ៉ាងនេះភេទប្រុសយើងដាក់ប្រុសមកភេទស្រីយើងដាក់ស្រីមកសញ្ជាតិកន្លែងសញ្ជាតិនេះយើងត្រូវឲ្យ Cambodia មកហើយ Gmail ហ្នឹងត្រូវតែដាក់បែបមើលទៅដោយសារភាគច្រើនគឺត្រូវដាក់ហើយកន្លែងនេះលេខដែលយើងចូលអត់គឺលេខកូដ Gmail ទេកន្លែងហ្នឹងលេខកូដដែលយើងដាក់ដើម្បីយើងចូលមកថ្ងៃក្រោយណាដូចជាហត់ថាយើងចង់ log យើងវាយដល់លេខទូរស័ព្ទហើយលេខកូដហ្នឹងមកចូលបានហើយយើងចុចចោះឈ្មោះមកហើយយើងចាំលេខនេះមកវាផ្ញើសារមកកាន់កន្លែងហ្នឹងយើងចូលកន្លែងហ្នឹងមកចាំតិចលេខដែលយើងដាក់វានឹងផ្ញើសារមកហើយនេះមកអញ្ចឹងគឺយើងចុចមកហើយយើងចុចអាក្រោមនេះមកតែប៉ុណ្នេះមកយើងបង្កើតបានជោគជ័យជាមួយនឹងវីរៈបន្ថែមដើម្បីតាមដានតំណែងណាហើយកន្លែងនេះគឺលេខយើងហើយភាគច្រើនគឺកន្លែងហ្នឹងគឺយើងចង់តាំងរូបក៏បានបាច់ក៏បានហើយយើងបង្កើតនិយាយដូចខ្ញុំបញ្ជាក់ខ្ញុំបង្កើតជាមួយនឹងលេខទូរស័ព្ទដែលយើងអាសាផ្ញើឲ្យបានហើយពេលដែលវាផ្ញើឲ្យបានទោះបីអត់មានវិក័យបានយើងចូលកន្លែងនេះមកគឺវានឹងឃើញអញ្ចឹងយើងចុចមកគឺឃើញហើយរបៀបបង្កើតមានតែប៉ុណ្្នឹងហើយអរគុណ